ជើងរបស់ក្មេងស្រីមានក្លិនស្អុយជាពិសេសបន្ទាប់ពីលាងជើងក្នុងទន្លេរួចត្រីនៅក្នុងទន្លេត្រូវបានស្អុយងាប់ទាំងអស់តែព្រះអង្គម្ចាស់ក្រៅពីនាងមិនរៀបការជាមួយអ្នកណាឡើយព្រោះក្មេងស្រីនោះបានជួយជីវិតព្រះអង្គដោយជើងក្លិនស្អុយរបស់នាងពេលនោះឃាតករ200នាក់បានមកដល់ធ្វើឃាតព្រះអង្គម្ចាស់នាងជាអ្នកបម្រើក្នុងវាំងក្មេងស្រីនោះបានដោះស្បែកជើងឃាតករទាំងអស់បានដួលព្រះអង្គដើម្បីសងគុណក្មេងស្រីតែងតាំងដាក់នាងជាភរិយាជើងស្អុយក្មេងស្រីថាតើមិនអាចជ្រើសរើសយកឈ្មោះល្អជាងនេះទេដូច្នេះក្មេងស្រីនោះត្រូវបានគេដាក់ងារថាមហេសីក្លិននៅពេលនេះមានគេសួរថាជើងក្មេងស្រីមានក្លិនស្អុយបែបនេះហេតុអ្វីបានជាព្រះអង្គម្ចាស់មិនឆ្លួកដោយសារតែព្រះអង្គម្ចាស់មានរោគរលាកច្រមុះខ្លាំងមានតែពេលនៅជាមួយក្មេងស្រីទើបច្រមុះគាត់មិនតឹងច្រមុះក្រោយមកក្មេងស្រីបានប្រើក្លិនជើងរបស់នាងជួយព្រះអង្គម្ចាស់នៅលើសមរភូមិបានឈ្នះសង្គ្រាមមានឈ្មោះល្បីទៀតជាអកុសលពេលវេលាល្អមិនយូរទេជើងក្មេងស្រីស្រាប់តែឈប់ធំក្លិនហើយវាក្លាយជាក្លិនក្រអូបខ្លាំងព្រះអង្គម្ចាស់បានឃ្លាតឆ្ងាយពីគាត់បន្តិចម្ដងគាត់បានលង់ស្នេហ៍នឹងអ្នកផ្សេងស្រីស្នំម្នាក់មានជើងមានក្លិនស្អុយគឺមហេសីទុរេន最近艺术的差，我想开高点了。ព្រះនាងទុរេនរាល់ថ្ងៃត្រាំជើងជាមួយទឹកតៅហ៊ូស្អុយនិងផ្លែទុរេនព្រះអង្គលង់ស្នេហ៍នឹងនាងទាំងស្រុងព្រះនាងទុរេនដើម្បីឲ្យព្រះអង្គកាន់តែលង់នាងបានបន្ថែមក្លិនត្រីកំប៉ុងស្អុយនិងទឹកសណ្តែកពេកាំបន្ទាប់មកព្រះអង្គម្ចាស់ឆ្លុះក្លិនស្អុយស្លាប់ទៅសំណាងល្អក្មេងស្រីនោះមកដល់ទាន់ពេលជាមួយជើងធម្មជាតិបរិសុទ្ធរបស់នាងធ្វើឲ្យព្រះអង្គម្ចាស់ឆ្លុះក្លិនមានជីវិតឡើងវិញការពិតជើងធម្មជាតិរបស់ក្មេងស្រីបានបន្សាបថ្នាំពោធធ្វើឲ្យព្រះអង្គម្ចាស់ធូរស្រាលកាលនោះជើងរបស់ក្មេងស្រីស្រាប់តែคล้ายជាក្រអូបដោយសារតែព្រះនាងទុរេនលួចបាញ់ទឹកអប់ដោយសម្ងាត់ដូច្នេះព្រះនាងទុរេនដាក់ទោសចូលគុកដើម្បីអរគុណក្មេងស្រីនាំក្មេងស្រីនោះទៅព្រះបរមរាជវាំងដើម្បីជួបជាមួយអធិរាជសូមអង្គវរបងប្រុសប្រទានទ្រព្យច្រើនដល់ក្មេងស្រីស្មានមិនដល់ឃាតករចេញមកទៀតក្មេងស្រីដោះស្បែកជើងការពីព្រះអង្គម្ចាស់ក្រៅពីឃាតករបានសន្លប់ដោយសារផ្សែងនោះព្រះចៅអធិរាជក៏បានសន្លប់ស្លាប់បាត់ដូច្នេះក្មេងស្រីនេះត្រូវបានញាត់គុកចាក់សោនឹងព្រះនាងទុរេនជាមួយគ្នាព្រះនាងទុរេននិយាយថាអ្នកពូកែជាងខ្ញុំឆ្ងាយណាស់សំបីតែអធិរាជធ្វើឲ្យស្លាប់និយាយឲ្យសមហេតុផលមនុស្សខ្លាំងដូចពីអ្នកយើងមិនគួរចាំតែស្លាប់ក្នុងគុកទេក្មេងស្រីនោះគិតយល់ថាវាសមហេតុផលជាមួយព្រះនាងទុរេនដោះស្បែកជើងអ្នកយាមដួលអស់រួចរត់គេចមកខាងវិញទៀតព្រះអង្គម្ចាស់ចុះឡើងក៏បានក្លាយជាព្រះចៅអធិរាជថ្មីគាត់បានស្វែងរកក្មេងស្រីម្នាក់មហេសីសម្លាញ់តើអ្នកណែណាដូច្នេះហើយគាត់ចុះទស្សនកិច្ចដោយសម្ងាត់ចំនួន30ដងមហេសីសម្លាញ់របស់ខ្ញុំឲ្យឆាប់ចេញមករហូតដល់3ឆ្នាំក្រោយមកនៅមាត់បឹងតាមីងពួកគេបានជួបប្រទះគ្នាម្ដងទៀតព្រះចៅអធិរាជថ្មីថាព្រះមហេសីខ្ញុំនឹកក្លិនអ្នកខ្លាំងណាស់ក្មេងស្រីរូបនេះបាននិយាយថានាងបានលាងជើងយកចិត្តទុកដាក់លើអនាម័យផ្ទាល់ខ្លួនជើងឥឡូវក្លិនក្រអូបហើយព្រះចៅអធិរាជថ្មីថាបានហើយមិនបាច់បោកត្រីនៅខាងក្នុងបឹងងាប់អស់ហើយខ្ញុំបានឃើញវាទាំងអស់ដូច្នេះក្មេងស្រីនិងអធិរាជថ្មីផ្សារគ្នាហើយនាងបានក្លាយជាអធិរាជនីដូច្នេះម្នាក់មានគុណសម្បត្តិរៀងខ្លួនពេលខ្លះសំបីតែចំណុចខ្វះខាតតូចតាចរបស់អ្នកនោះហើយជាទីកន្លែងដែលតាក់ទាញអ្នកដទៃអាហារខ្ញុំចូលចិត្តអ្នកអត់លាងជើង